ពិភពលោកចលាចលមានអីទៅពិបាករមូលហេតុនៃចលាចលមើលតែថ្នាក់ដឹកនាំទៅបាទតែថ្នាក់ដឹកនាំចលាចលតែថ្នាក់ដឹកនាំខ្វះការអប់រំចិត្តហើយគឺចប់ហើយបងប្អូនបាទសរោអញ្ចឹងបងប្អូនមើលទៅមើលបាទប្រធានាធិបតីរបស់អាមេរិកទៅឃើញទេបាទគឺមនុស្សខ្វះការអប់រំផ្លូវចិត្តហើយគឺក្អេងក្អាងដោយកាត់ក្នុងក្អមហ្នឹងចង់បានអានេះចង់បាននោះចង់បានប្រទេសបាទប៉ុន្តែស៊ូឡាចប់ដល់ចូលរងឥឡូវចូលចង់បាន Greenland ប្រទេស Slow Boat ក្រោមការដឹកនាំរបស់ដាណាម៉ាកទេចង់បានឥឡូវបង្កើតស្អីសន្តិភាពស្អីសន្តិភាពដើម្បីយកលុយគេដើម្បីអីហ្នឹងដើម្បីយកលុយគេងាយគ្រប់គ្រងគេហ្នឹងបាទណាចង់ខ្លាំងជាងឆាត់អន្តរជាតិ UN ទៀតបាទអញ្ចឹងប្រទេសពិភពលោកចរាចរណ៍គឺមកពីភាពចរាចរណ៍របស់ថ្នាក់ដឹកនាំមានទោសៈលោភៈនៅក្នុងខ្លួនបាទប៉ុណ្ណឹង